រឿងព្រះនាងពៅទេវីកំសត់ភាគទី5មួយភាគបញ្ចប់រំពេចនោះព្រះនាងពៅទេវីសូមអង្វរពោះឲ្យដោះលែងអ្នកដោះលែងខ្ញុំទៅខ្ញុំសូមអង្វរហេតុអ្វីព្រះនាងមិនព្រមទទួលយកទូលបង្គំព្រះនាងជាអ្នកធ្វើឲ្យទូលបង្គំតច្រកព្រះនាងត្រូវតែទទួលយកលទ្ធផលអ្នកចង់បានអ្វីពីខ្ញុំទូលបង្គំចង់បានព្រះនាងរំពេចនោះក៏មានបុរសម្នាក់ផុសលេចឡើងមកហើយនិយាយថាដោះលែងព្រះនាងទៅឯងមិនស័ក្តិសមធ្វើដាក់ព្រះនាងយ៉ាងនេះទេហាយើងមិនស័ក្តិសមឬក៏ជាឯងដែលស័ក្តិសមឯងជាកូនស្ដេចចុះយើងបានត្រឹមជាទាសាកូនស្ដេចឲ្យឯងជិះលេងឬបើឯងដឹងកំហុសពេលនេះយើងនឹងដោះលែងជីវិតឲ្យឯងកុំសង្ឃឹមនិយាយមិនទាន់ចប់ផងពោះក៏ព្រោះពឹសដាក់បុរសនោះព្រះនាងលាន់មាត់ព្រះអង្គប្រយ័ត្នផងពេលនោះរាជបុត្រក៏លើកដាវរួចបញ្ចេញយុទ្ធសើរងពឹសពោះរួចបាត់មួយដាវចំកញ្ចឹងពោះរលាយខ្លួនដោះលែងព្រះនាងក៏រត់មករាជបុត្រព្រមទាំងនិយាយថាព្រះអង្គគឺទេវបុត្រពិតប្រាកដមែនទេព្រះនាងមានត្រូវរបួសកន្លែងណាទេមិនមានទេឯងឆាប់សម្លាប់យើងមកវេលានោះពោះបំរុងនឹងយកដាវមកចាក់សម្លាប់ខ្លួនឯងតែស្ដេចចំណាស់ក៏យាងចូលមករួចពោលពាក្យថាឯងមកទីនេះគឺដើម្បីតែដណ្ដើមយកព្រះនាងឬឯងគ្រាន់តែចង់មកស៊ើបការឲ្យជនក្បត់ឯងឆ្លើយមកពោះមិនឆ្លើយអ្វីទាំងអស់ស្ដេចខឹងខ្លាំងក៏បញ្ជាឲ្យសេនាយកបុរសពោះនោះទៅឃុំទុករងចាំថ្ងៃប្រហារជីវិតព្រះនាងមានសវណ្ណីទៅកាន់បិតាបុត្រភ័យណាស់អស់អីហើយបុត្រស្ដេចងាកទៅរករាជបុត្ររួចអរព្រះគុណដែលបានជួយព្រះនាងព្រមទាំងអញ្ជើញឲ្យនៅរាជវាំងទទួលការស្វាគមន៍យ៉ាងកក់ក្ដៅរាជបុត្រនិងព្រះនាងពួកទ្រង់នាំគ្នាទៅអង្គុយជែកគ្នាលេងក្នុងសួនច្បាររួចនិយាយខ្ញុំម្ចាស់អរព្រះគុណដែលទ្រង់បានមកជួយខ្ញុំម្ចាស់ទាន់ពេលមិនអីទេព្រះនាងតាមពិតទូបង្គំមកយឺតពេកទេមិនគួរណាឲ្យទ្រង់រងការប្រមាថពីអាពូដ៏ម្លឹងមិនជាអ្វីទេសំខាន់ទ្រង់ក៏បានមកជួយទូបង្គំហើយទូបង្គំមានចម្ងល់មួយក្នុងពេលទ្រង់ប្រយុទ្ធជាមួយពោះហេតុអ្វីពួកទ្រង់និយាយពីឋានៈមានរឿងអ្វីកើតឡើងរវាងពួកទ្រង់គឺរឿងបែបនេះកាលពីមុនបិតាទូបង្គំមានមហេសីម្នាក់ក្រៅរាជវាំងតែនាងជាកូនស្ដេចពោះដោយសារមិនអាចរស់នៅជាមួយគ្នាបានទ្រង់បានត្រឹមលួចលាក់រហូតមានបុត្រាម្នាក់គឺអាពោះនេះហើយលុះពេញវ័យបិតាយកវាចូលមកក្នុងរាជវាំងឲ្យតួនាទីជាទាសាបម្រើទូបង្គំក៏អាណិតវាដែរតែវាមានចិត្តជាដេឆានវាតែបង្កចលាចលក្នុងរាជវាំងជារឿយៗរហូតមានថ្ងៃមួយបិតាពិរោធខ្លាំងក៏ដេញវាចេញមកនៅក្រៅរាជវាំងវាបានទៅហាត់រៀនយុទ្ធសិលឲ្យពឹសកាន់តែកាច់សាហាវតែមិនបានប៉ុន្មានក៏ត្រូវសាបសូន្យឲ្យទៅវិញព្រោះទូបង្គំជាអ្នកបង្ក្រាបតាំងពីនោះមកវាមានចិត្តចង់ពីជាមួយទូបង្គំរាល់មនុស្សដែលពាក់ព័ន្ធជាមួយទូបង្គំគឺវាតាមរញ៉េញ៉ៃពួកគេវាសច្ចាថាអ្វីដែលវាគ្មានទូបង្គំមិនអាចមានបានទេអញ្ចឹងបានជាពោះនេះមានមុខមាត់ដូចទ្រង់ធ្វើឲ្យទូបង្គំចាំច្រឡំនិយាយដល់រឿងនេះទូបង្គំក៏មានចម្ងល់មួយទៀតយើងមិនដែលស្គាល់គ្នាសោះហេតុអ្វីទ្រង់អាចចូលក្នុងសុបិនទូបង្គំបានទូបង្គំមានលក្ខណៈពិសេសកាលពីទូបង្គំរៀនមន្តវិជ្ជាការព្រះគ្រូបានប្រាប់ថាបើពេលណាទូបង្គំពេញវ័យវិញ្ញាណទូបង្គំនឹងចូលក្នុងសុបិននារីណាដែលជាគូក្រុងបុព្វេសន្និវាសចាមកឲ្យយើងជួបគ្នាផ្ដើមពីការយកសុបិននេះឯងដូចនេះទ្រង់នឹងទូបង្គំជាគូដែលបុព្វេសន្និវាសចារមកព្រះនាងញឹមរួចនិយាយបន្តទូបង្គំពិតជាអរព្រះគុណទ្រង់ដែលចូលមកក្នុងជីវិតទូបង្គំមានចិត្តប្រតិព័ទ្ធលើទ្រង់ខ្លាំងណាស់ទូបង្គំនឹងឲ្យបិតារៀបអភិសេកយើងទាំងពីរពួកទ្រង់ទាំងពីររំភើបនិងសប្បាយរីករាយជាពន់ពេករឿងក៏ដល់ពេលបញ្ចប់Admin ក៏សូមចប់បរិបូររឿងនេះតែត្រឹមប៉ុណ្នេះរឿងនេះបានបង្រៀនយើងថាក្នុងគ្រោះក៏មានលាភសំណាងក្នុងនោះផងដែរជីវិតគូបានឆ្លងការលំបាកជាមួយគ្នាទើបមានន័យស្រឡាញ់គ្នាដល់ចាស់រួមសុខទុក្ខជាមួយគ្នាអរគុណសម្រាប់ការទស្សនាបើមានការឆ្កាំឆ្គងសូមអភ័យទោសឲ្យ Admin ផងណាសូមសំណាងល្អសុខភាពល្អទាំងអស់គ្នាសូមអរគុណសូមជម្រាបលា